ជំរាបសួរស្វាគមន៍មកកាន់វីដេអូទី7អំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍នៅទីនេះអ្វីដែលយើងនឹងជជែកគ្នាជាគោលបំណងធំនឹងគឺបើសិនបើយើងគ្រោងចង់ដាក់អាហារូបករណ៍ឆ្នាំក្រោយឬក៏ឆ្នាំបន្ទាប់ទៀតថាតើយើងគួរតែត្រៀមអីគេខ្លះដើម្បីឲ្យយើងនឹងអាចមានលក្ខណៈគ្រប់គ្រាន់ឬក៏បានត្រៀមខ្លួនរួចរាល់ដើម្បីយើងប្រកួតប្រជែងនៅក្នុងការស្នើសុំអាហារូបករណ៍នឹងបញ្ហាប្រឈមដ៏ធំសម្រាប់អ្នកដាក់អាហារូបករណ៍ជាច្រើនគឺទី1កម្រិតភាសាអង់គ្លេសទី2គឺការរៀបចំឯកសាររដ្ឋបាលហើយនិងទី3គឺចំពោះបងប្អូនដែលមានគ្រួសារដែលយើងត្រូវទទួលខុសត្រូវគឺយើងត្រូវមានការសម្រេចចិត្តនិងការត្រៀមលក្ខណៈច្រើនដើម្បីធានាថាគ្រួសាររបស់យើងគឺកាត់អាចរស់នៅសុខសប្បាយខណៈពេលដែលយើងទទួលបានអាហារូបករណ៍អញ្ចឹងតើបើសិនជាយើងគ្រោងដាក់ឆ្នាំក្រោយហើយយើងកំពុងតែមានបញ្ហាប្រឈមទៅនេះតើយើងអាចធ្វើអ្វីបានរឿងទី1ដែលយើងត្រូវធ្វើនោះគឺត្រៀមភាសាអង់គ្លេសរបស់យើងឲ្យបានរួចរាល់មុនថ្ងៃដាក់ពាក្យខ្ញុំលើកទឹកចិត្តថាបើសិនបើបងប្អូនគ្រោងដាក់ពាក្យនៅឆ្នាំ2026យើងអាចត្រៀមប្រឡងភាសាអង់គ្លេសឲ្យហើយនៅត្រឹមខែ9ឬខែ10ឆ្នាំ2025នេះអញ្ចឹងនៅពេលហ្នឹងគឺទី1ប្រសិទ្ធបងប្អូនប្រឡងហើយបងប្អូនទទួលបានកម្រិតភាសាអង់គ្លេសតាមលក្ខខណ្ឌអាហារូបករណ៍គឺបងប្អូននឹងធូរត្រង់នេះបងប្អូនអាចផ្ដោតពេលវេលារបស់យើងលើការសរសេរពាក្យបាននៅពេលដែលពាក្យគេបើកហើយនឹងរៀបចំលក្ខណៈផ្សេងទៀតប៉ុន្តែប្រសិនបើបងប្អូនប្រឡងទៅបន្ទុករបស់យើងអត់ត្រូវតាមលក្ខខណ្ឌបងប្អូននឹងអាចយកលទ្ធផលអាហារូបករណ៍នឹងមកវាស់វិញជាសូចនាករថាតើបងប្អូនត្រូវពង្រឹងកម្រិតជំនាញអីគេជំនាញស្ដាប់ជំនាញអានជំនាញសរសេរឬក៏ជំនាញនិយាយឬក៏ទាំងអស់អញ្ចឹងបើសិនបើយើងបានត្រៀមហើយគឺទោះបីជាយើងខ្វះក៏វានៅតិចតួចដែរអញ្ចឹងតម្រាំដល់ថ្ងៃដាក់ពាក្យនឹងគឺនៅក្នុងខែ4ឆ្នាំ2026នោះដែលជាការបច្ឆេទកំណត់អញ្ចឹងបងប្អូនមានពេលប្រហែលចាប់ពីឧបមាបងប្អូនធ្វើខែ9រហូតដល់ខែ4បងប្អូនមានពេលច្រើនមែនទែននៅក្នុងការត្រៀមហើយវានឹងជួយបងប្អូនទទួលបានជោគជ័យច្រើនបើទោះបីជាអាចថាជា worst case scenario ជាករណីដែលកើតឡើងអាក្រក់បំផុតយើងប្រឡងហើយយើងនៅតែបានបន្ទុកដដែលបានត្រឹមតែអាចដាក់ពាក្យអាហារូបករណ៍បានយើងនៅតែមានពេលនៅក្នុងការប្រឡងទៀតហើយយើងនឹងគឺយើងបានត្រៀមលក្ខណៈច្រើនអញ្ចឹងវានឹងជួយយើងកាត់បន្ថយសម្ពាធបានច្រើនហើយបងប្អូនអាចរៀនតាមរយៈការប្រើប្រាស់ធនធាននៅលើអ៊ីនធឺណិតដើម្បីបង្វឹកភាសាអង់គ្លេសរបស់យើងឬក៏អាចយកគ្រូមកជួយបង្វឹកយើងអានឹងគឺជាអ្វីដែលខ្ញុំធ្វើគឺខ្ញុំនឹងបងដែលចង់ដាក់ពាក្យអាហារូបករណ៍គឺយើងមករៀនជាមួយគ្នាដើម្បីយើងជួយគ្នាទៅវិញទៅមកបានផងហើយមួយទៀតគឺជួយចេញលុយដោយសារតែពេលជួយគ្រូមកបរៀនអស់ថ្លៃដែរអញ្ចឹងយើងមានគ្នា2នាក់មានគ្នា3នាក់គឺធូរថ្លៃជាងមុនអញ្ចឹងខ្ញុំមាន website មួយចំនួនដែលចង់ចែករំលែកជាមួយបងប្អូនអញ្ចឹង website ដែលខ្ញុំធ្លាប់ប្រើគឺ IELTS Advantage នេះគឺជា website មួយដែលផ្ដល់ធនធានរៀនដោយឥតគិតថ្លៃហើយក៏មានធនធានរៀនដែលយើងត្រូវបង់លុយដែរប៉ុន្តែប្រើតែបើសិនជាយើងមិនចង់ចំណាយលុយទេយើងប្រើតែធនធានដែលគេផ្ដល់ដោយឥតគិតថ្លៃចុះឈ្មោះរៀននឹងក៏បានដែរហើយទី2នឹងគឺ IELTS Mock Testចឹងនៅក្នុងនេះគឺមានធនធានច្រើនមែនទែនបងដែលរៀនមានគ្រូជួយបង្វឹកភាគច្រើនគឺគាត់ផ្ដល់មួយនឹងផ្ដល់ website មួយនឹងគាត់ថានៅក្នុង website នេះមានឯកសារខ្លះដែលមានកំហុសអញ្ចឹងយើងអត់អាចយកវាមកជាគោលរបស់យើង 100% បានទេហើយនឹងមួយទៀតគឺ mock test IELTS ចឹងបងប្អូនអាចចុះឈ្មោះហើយប្រើទាំង3នឹងបានមួយណាដែលងាយស្រួលក្រៅពី website ដែលខ្ញុំចែករំលែកគឺបងប្អូនអាចស្វែងរកឬក៏ប្រើប្រាស់ធនធានផ្សេងទៀតដែលបងប្អូនមានសំខាន់ឲ្យតែបងប្អូនប្រើទៅអាចជួយបងប្អូនបានធនធានដ៏ពិសេសមួយទៀតគឺបងប្អូនអាចដាក់ពាក្យស្នើសុំទៅកាន់កម្មវិធី Equity Pathways Program របស់កម្មវិធីអាហារូបករណ៍ដែលព័ត៌មានលម្អិតទាំងស្រុងអំពីលក្ខខណ្ឌដំណើរការទាំងមូលគឺមាននៅលើគេហទំព័រអាហារូបករណ៍ផ្ទាល់តែម្ដងហើយទី2គឺតាក់ទងនឹងការរៀបចំឯកសារផ្លូវការ
ឯកសារផ្លូវការតាមពិតមិនមានអីជាផលលំបាកច្រើនទេបើសិនជាគ្រាន់តែឯកសារដែលយើងពុំទាន់មានដូចជាសភៅគ្រួសារឬក៏សម្បត្តិកណ្ដាលអីប៉ុន្តែអ្នកដែលមានព័ត៌មានមិនត្រឹមត្រូវពីឯកសារមួយទៅឯកសារមួយនោះគឺជាផលលំបាកយើងត្រូវឆ្លងកាត់ដំណាក់កាលច្រើនអញ្ចឹងពេលវេលាមួយឆ្នាំគឺបងប្អូនអាចមើលរំលងបានទេមានពេលវេលាគឺធ្វើពីពេលនេះហើយដើម្បីឲ្យពេលដែលយើងទៅសេពាក្យអាហារូបករណ៍គឺយើងមានពេលក្នុងការបដិសេធហើយទី3នឹងគឺបងប្អូនអាចដោនឡូតពាក្យអាហារូបករណ៍នឹងយកមកមើលហើយបងប្អូនអាចមើលថាតើយើងចង់រៀនជំនាញអីភាសាណាហើយទៅសេពាក្យបដិបដិហើយសំពោះបងប្អូនដែលចង់រៀនជំនាញណាមួយហើយយើងអត់ទាន់មានបទពិសោធន៍ការងារផ្នែកជំនាញហ្នឹងក៏យើងអាចប្រមើលមើលទៅយើងអាចសម្រួចទិសដៅការងាររបស់យើងទៅរកអ្វីដែលយើងចង់ធ្វើនៅថ្ងៃអនាគតបានអត់ដើម្បីយើងកសាងបទពិសោធន៍របស់យើងឲ្យហើយអានឹងក៏យើងបង្ហាញគេនៅក្នុងពាក្យរបស់យើងបានតែអានឹងអាស្រ័យលើវិធីសាស្ត្ររៀងខ្លួនទេហើយពាក្យជាទូទៅរៀងរាល់ឆ្នាំគឺពុំមានការផ្លាស់ប្ដូរច្រើនទេអញ្ចឹងសំណួរធំដែលយើងត្រូវឆ្លើយនឹងគឺយើងគ្រាន់តែទៅសេវាទៅមើលវាទៅអញ្ចឹងដល់ពេលដែលយើងត្រូវដាក់ពាក្យឆ្នាំក្រោយគឺយើងមានភាពងាយស្រួលច្រើនយើងគ្រាន់តែមើលថាតើសំណួរនឹងគេផ្លាស់ប្ដូរអត់ឬក៏នៅដដែលផ្លាស់ប្ដូរទាំងស្រុងឬក៏ផ្លាស់ប្ដូរតិចតួចអញ្ចឹងយើងគ្រាន់តែកែច្នៃទៅយើងនឹងប្រុងប្រៀបខ្លួនបានច្រើនហើយចំពោះបញ្ហាប្រឈមទី3ដោយសារស្ថានភាពរបស់យើងវាដតីពីគ្នាអញ្ចឹងសុំមិនមានយោបល់អ្វីទេទុកឲ្យបេក្ខជនដោះស្រាយតាមស្ថានភាពជាក់ស្ដែងរៀងៗខ្លួននេះគឺជាសារទាំង3ដែលខ្ញុំចង់ចែករំលែកជូនទៅដល់អនាគតបេក្ខជននៅឆ្នាំក្រោយហើយការដាក់អាហារូបករណ៍នេះជោគជ័យគឺមិនសំខាន់ទៅតែយើងដាក់ភ្លាមចាប់ភ្លាមទេជោគជ័យទី1គឺយើងមានក្តីសម័យយើងមានគោលដៅនឹងហើយគឺយើងជឿជាក់ហើយយើងចាប់ផ្ដើមធ្វើវាមួយទៀតដើម្បីធានាថាយើងខិតទៅរកគោលដៅយើងបានទៅតែយើងមានផែនការច្បាស់លាស់យើងដាក់ចិត្តដាក់កាយបដិញ្ញានៅក្នុងការធ្វើវានោះបងប្អូននឹងខិតទៅរកគោលដៅរបស់យើងកាន់តែជិតមិនយូរមិនឆាប់ទេឲ្យតែយើងបន្តធ្វើវាយើងនឹងជោគជ័យហើយខ្ញុំសូមជូនពរពេញទំហឹងពីចម្ងាយផ្ដល់កម្លាំងចិត្តហើយសង្ឃឹមថាយើងនឹងបានជួបគ្នាក្នុងនាមជាសិស្សឬក៏អតីតសិស្សអាហារូបករណ៍កម្មត្រួតរដ្ឋាភិបាលអូស្ត្រាលីឬក៏អាហារូបករណ៍ណាមួយផ្សេងទៀតអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយ